សួស្តីប្រិយមិត្តអ្នកកំពុងតែស្ដាប់នៅ podcast មួយនេះខ្ញុំមានអត្ថបទមួយដែលជាអត្ថបទដែលខ្ញុំធ្លាប់ផុសនៅក្នុង Facebook ដែលខ្ញុំថាកិច្ចការងារគឺត្រូវចេះផ្ដើមពីតូចអត្ថបទនេះគឺខ្ញុំបានពីការ comment របស់បងប្រុសម្នាក់ដែលខ្ញុំបានផុសអំពីពេលដែលយើងចាប់ផ្ដើមកិច្ចការងារអ្វីមួយឧបសគ្គជាច្រើនក៏វាកើតឡើងទន្ទឹមគ្នានឹងដែរជាស្ដែងខ្ញុំបង្ហោះហ្នឹងខ្ញុំនិយាយពីខ្លួនឯងដែលទើបតែចាប់ផ្ដើមកិច្ចការងារអីផ្សេងវាពិតជាជួបរឿងឧបសគ្គជាច្រើនអញ្ចឹងមែនក៏ប៉ុន្តែអត្ថបទហ្នឹងក៏ខ្ញុំចង់សម្ដៅទៅលើទូទៅមនុស្សទូទៅជាច្រើននៅលើភពផែនដីយើងនេះនៅពេលដែលចាប់ផ្ដើមកិច្ចការងារគឺឧបសគ្គរាប់រយមុខក៏កើតឡើងដែរចឹងការងារដែលខ្ញុំត្រូវនិយាយថ្ងៃនេះគឺតាក់ទងទៅនឹងយើងចាប់ផ្ដើមពីតូចវាមិនត្រឹមតែជាយុទ្ធសាស្ត្រអនុវត្តជាក់ស្ដែងប៉ុណ្ណោះទេវាថែមទាំងបង្កប់នៅទស្សនវិជ្ជាជីវិតដ៏ស៊ីជម្រៅវាក៏ជួយបណ្ដុះនៅចរិតលក្ខណៈដ៏សំខាន់សម្រាប់សម្រេចជោគជ័យយូរអង្វែងចឹងការយើងចេះផ្ដើមការងារពីតូចវាជាការបណ្ដុះនិស្ស័យរបស់យើងឲ្យយើងរៀនពីការធ្វើការងារពីបន្តិចទៅបន្តិចពីមួយថ្ងៃទៅមួយថ្ងៃតែកាលណាយើងរៀនវាយើងទទួលបានការចេះដឹងយើងទទួលបាននៅចំណុចខ្វះខាតផ្សេងៗដែលយើងត្រូវកែលម្អនិងបំពេញបន្ថែមទី1ការគោរពដំណើរការនិងពេលវេលាការចាប់ផ្ដើមជាពីតូចវាគឺជាការទទួលស្គាល់ថាភាពជោគជ័យពិតប្រាកដគឺកម្រកើតឡើងភ្លាមណាស់វាទាមទារពេលវេលាការអត់ធ្មត់និងដំណើរការនៃការកសាងបន្តិចម្ដងយើងមើលដូចជាប្រាសាទអង្គរវត្តយើងអាចកសាងរយៈពេល1ឆ្នាំ1ខែអីរួចទេគឺត្រូវការពេលវេលាដើម្បីសម្រេចនៅកិច្ចការងារនឹងវាដូចជាការដាំដើមឈើមួយដើមអញ្ចឹងដែរនៅពេលដែលយើងដាំយើងត្រូវការពេលវេលាចាក់ឫសត្រូវការពេលវេលាលូតលាស់និងផ្ដល់ផ្លែផ្កាអញ្ចឹងទ្រាំតែវាសម្រេចគោលដៅធំនឹងវាត្រូវការដំណើរនិងជំហាននៃការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃបន្តិចម្ដងអញ្ចឹងយើងអាចបខំវាបានទេដំណើរការអស់ហ្នឹងហើយវាបង្រៀនយើងឲ្យចេះគោរពពីដំណើរការនៃការរៀនសូត្រនិងការរីកចម្រើនដោយយើងមិនប្រញាប់ប្រញាល់ឬក៏រំពឹងលទ្ធផលភ្លាមចំណុចនេះឯងដែលធ្វើឲ្យយើងមានភាពអត់ធ្មត់ខ្លាំងក្នុងការរងចាំនៅលទ្ធផលប៉ុន្តែយើងមិនមែនអង្គុយរងចាំយើងអត់ធ្វើការងារទេយើងនៅតែធ្វើចំណុចទី2ការអភិវឌ្ឍជំនាញនិងចំណេះដឹងជាមូលដ្ឋានកិច្ចការងារតូចជាញឹកញាប់វាទាមទារជំនាញនិងចំណេះដឹងជាមូលដ្ឋានតាមរយៈការអនុវត្តកិច្ចការទាំងអស់នឹងយើងពង្រឹងមូលដ្ឋានគ្រឹះរបស់យើងដែលជាតម្រូវការចាំបាច់សម្រាប់ដោះស្រាយកិច្ចការដែលស្មុគស្មាញជាងនៅពេលក្រោយចឹងយើងត្រូវពង្រឹងនៅចំណេះជំនាញរបស់យើងកាលណាបើយើងពូកែវាការងារហ្នឹងយើងធ្វើអត់មានភាពស្មុគស្មាញនៅក្នុងហ្នឹងទេយើងចេះដោះស្រាយបើយើងចេះគណិតវិទ្យាយើងអាចយល់ពីរូបមន្តយើងអាចចាំពីរូបមន្តទោះបីការដាក់លំហាត់មកផ្សេងក៏យើងនៅតែអាចដោះស្រាយវាបានដោយសារយើងមានជំនាញនៅក្នុងការចងចាំមានជំនាញនៅក្នុងការដោះស្រាយវាក្នុងនឹងដែរយើងអាចប្រៀបធៀបថានៅពេលដែលអ្នកនិពន្ធគាត់ចាប់ផ្ដើមសរសេរសៀវភៅគឺគាត់ចាប់ផ្ដើមពីការសរសេរពាក្យមួយ
មួយពាក្យមួយប្រយោគការសរសេរមួយពាក្យមួយប្រយោគដែលច្រើនគ្នានឹងហើយដែលធ្វើឲ្យពង្រីកនៅចំណេះដឹងនិងជំនាញរបស់គាត់នឹងក៏កាន់តែខ្លាំងកាន់តែពូកែកាន់តែជំនាញចឹងអ្វីៗគឺត្រូវការជំនាញហើយនឹងត្រូវការវឹកហាត់ការងារតូចទី3វាគ្រប់គ្រងភាពភ័យខ្លាចនិងភាពស្ទាក់ស្ទើរតែកាលណាយើងផ្ដើមធំភ្លាមយើងមានអារម្មណ៍ភ័យខ្លាំងថាតើយើង start up យើងចាប់ផ្ដើមនឹងយើងជួបរឿងអីខ្លះយើងឧទាហរណ៍ថាយើងវិនិយោគទុនជាមួយនឹងការងារដែលយើងធ្វើនឹងសឹងតែលុយដែលយើងមានរងថ្ងៃយើងដាក់វាទាំងអស់ប៉ុន្តែនៅពេលដែលយើងធ្វើបែបហ្នឹងយើងកំពុងតែដើរនៅក្នុងផ្លូវមួយដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងមែនទែនពេលខ្លះវាអាចនឹងទទួលបាននៅភាពជោគជ័យនៅក្នុងកិច្ចការងារហ្នឹងក៏ប៉ុន្តែពេលខ្លះវាអាចនឹងមិនដូចអ្វីដែលយើងគិតវាអាចដើរចូលក្នុងគន្លងមួយដែលយើងក្នុងភាពងងឹតមួយដែលយើងមើលមិនឃើញហើយនៅពេលដែលយើងធ្លាក់នៅក្នុងអំឡុងនៃការមើលមិនឃើញហ្នឹងខ្ញុំគិតថាវាជាការប៉ះពាល់អារម្មណ៍ដល់យើងយ៉ាងខ្លាំងវាប៉ះពាល់ជាងយើងដែលយើងចាប់ផ្ដើមពីទូចយើងធ្វើវាយើងរៀនសូត្រពីវាបរាជ័យយើងគិតថានឹងវាជារឿងធម្មតាវាអត់មានអីត្រូវមានសម្ពាធវាអត់មានអីមានភាពភ័យខ្លាចច្រើនទេក៏ប៉ុន្តែនៅពេលដែលយើងផ្ដើមពីធំតែម្ដងខ្ញុំគិតថានៅពេលដែលយើងដួលម្ដងអ្នកទាំងអស់គ្នានឹងរៀងចាលមួយជីវិតហើយសឹងតែពីអង់គ្លេសថា burn out យើងលែងចង់ចាប់ផ្ដើមកិច្ចការងារអីទាំងអស់យើងមានអារម្មណ៍ថាយើងហត់នឿយជាមួយវាយើងលែងចង់ធ្វើអីទាំងអស់ចឹងអត់ចង់លើកទឹកចិត្តឲ្យយើងធ្វើចឹងទេយើងត្រូវផ្ដើមពីកិច្ចការងារតូចវាបន្ថយភាពភ័យខ្លាចហើយនឹងភាពស្ទាក់ស្ទើរក្នុងការធ្វើវាដែរទី4បង្កើតទម្លាប់ល្អការចាប់ផ្ដើមពីតូចនិងការអនុវត្តជាប្រចាំវាជួយបង្កើតទម្លាប់ល្អទម្លាប់ទាំងនេះវាคล้ายជាកម្លាំងចលករដែលនាំយើងឆ្ពោះទៅរកគោលដៅដោយមិនចាំបាច់មានការខិតខំប្រឹងប្រែងច្រើនពេកនៅពេលក្រោយឧទាហរណ៍គឺយើងចាប់ផ្ដើមហាត់ប្រាណតែ10នាទីក្នុងមួយថ្ងៃវាអាចនឹងកែប្រែទម្លាប់នឹងពីមួយថ្ងៃទៅមួយថ្ងៃយើងហាត់10នាទីដំបូងបន្ទាប់មកយើង20នាទីបន្ទាប់មក30នាទីចឹងការងារហាត់ប្រាណនឹងវាកសាងឲ្យវាទៅជាទម្លាប់តែបើយើងអត់ដែលហាត់ប្រាណសោះយើងទៅហាត់ជាមួយគេរាប់ម៉ោងលើកដែកធ្ងន់លើកឧបករណ៍ជីមទំនើបតែធ្ងន់ធ្វើឲ្យយើងបាក់កម្លាំងខ្ញុំគិតថាយើងអត់អាចកសាងទម្លាប់អញ្ចឹងបានភ្លាមទេយើងអាចផ្ដើមពីតិចផ្ដើមពីការលើកកូនដុំដែកទូចផ្ដើមពីការដើរជាជំហានទាំងអស់ហ្នឹងហើយដែលធ្វើឲ្យយើងទទួលការស៊ាំពីវាបន្តិចម្ដងតែកាលណាយើងលើកតែកាលណាយើងហាត់លើសកម្លាំងភ្លាមវាធ្វើឲ្យអារម្មណ៍របស់យើងថ្ងៃក្រោយយើងរៀងចាលអញ្ចឹងបន្ទុកឬក៏ការអនុវត្តដែលវាធំទាំងដែលយើងអត់តមានទម្លាប់ជាមួយវាគោះក្បាលនឹងបញ្ជាយើងថាយើងនឹងលែងចង់ការងារនឹងទៀតយើងលែងមានអារម្មណ៍រីករាយជាមួយនឹងការធ្វើបែបហ្នឹងពីព្រោះតែការនឿយហត់ពីព្រោះតែការចុករយរបស់យើងអញ្ចឹងចំណុចហ្នឹងគឺយើងរៀនធ្វើវាពី1នាទី2នាទី5នាទី10នាទីទៅតាមអ្វីដែលយើងអាចធ្វើបានសិនយើងអាចបខំផ្ដើមមកហាត់ប្រាណរាប់ម៉ោងបានទេទី5ការសម្របខ្លួននិងការរៀនសូត្រពីបរាជ័យកិច្ចការងារតូចគឺផ្ដល់ឱកាសឲ្យយើងនៅបទពិសោធន៍និងការរៀនសូត្រកំហុសពីហានិភ័យផ្សេងតិចមានន័យថាយើងធ្វើទូចចំណុចទូចចំណុចឧបសគ្គហ្នឹងគឺយើងកំពុងតែរៀនថាយើងធ្វើហ្នឹងវាចាប់ដើមលេចឡើងនៅកំហុសអញ្ចេះចុះពេលណាយើងធ្វើធំវាអាចនឹងលេចឡើងបែបនេះចឹងទៅ
បរាជ័យតូចៗនៅដំណាក់កាលដំបូងវាអាចជាមេរៀនដ៏មានតម្លៃសម្រាប់ការកែលម្អនិងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមធំនៅពេលក្រោយទី6ការរក្សាថាមពលនិងផ្ដោតអារម្មណ៍ការព្យាយាមសម្រេចកិច្ចការងារភ្លាមធំភ្លាមវាអាចបណ្ដាលឲ្យអស់កម្លាំងនិងបាត់បង់ការផ្ដោតអារម្មណ៍ចុះដូចខ្ញុំឧទាហរណ៍ពីមុនអញ្ចឹងថាតើពេលដែលយើងចាប់ផ្ដើមធ្វើការងារធំភ្លាមដែលយើងអត់ដែលធ្វើវាសោះហ្នឹងវាធ្វើឲ្យខួរក្បាលរបស់យើងនឹងវាអត់ទាន់ស៊ាំជាមួយវាមិនខុសពីដែលយើងនៅស្រុកខ្មែរអាកាសធាតុយើងមកល្មមអ៊ុនយើងទៅស្រុកអាមេរិកយើងទៅស្រុកអូស្ត្រាលីយើងទៅតំបន់ប្រទេសណាដែលគេត្រជាក់យើងទទួលយកវាអត់បានភ្លាមទេទី7ការទទួលស្គាល់ការរីកចម្រើននិងការលើកទឹកចិត្តខ្លួនឯងចំណុចនេះសំខាន់ណាស់ពេលដែលយើងធ្វើកិច្ចការងារអ្វីមួយយើងទទួលបានលទ្ធផលទោះបីវាទូចក៏ដោយយើងត្រូវចេះអបអរសាទរដល់នៅកម្លាំងចិត្តមកដល់ខ្លួនឯងដើម្បីរក្សាទឹកចិត្តរបស់យើងឲ្យវានៅតែអណ្ដែតឲ្យនៅតែចង់ធ្វើការងារនឹងអញ្ចឹងរាល់ជំហានតូចដែលយើងឆ្លងកាត់វាគឺជាភស្តុតាងនៃវឌ្ឍនភាពរបស់យើងអញ្ចឹងទោះបីទូចក៏ដោយប៉ុន្តែយើងអាចមើលឃើញថាយើងចាប់ផ្ដើមមានការរីកចម្រើនពីចំណុចទូចហ្នឹងដូចយើងរៀនឆ្លាក់អក្សរដំបូងយើងអាចចាប់ផ្ដើមដោយការសរសេរអក្សរធម្មតាបន្ទាប់មកយើងអាចសរសេរវាជាអក្សរបែបជាទម្រង់ជាពុម្ពផ្សេងអញ្ចឹងទាំងអស់ហ្នឹងវាទាមទារការប្រើពេលវេលានិងការខិតខំប្រឹងប្រែងសរសេរវាហើយយើងលើកទឹកចិត្តខ្លួនឯងយើងអាចសរសេរបានយើងអាចធ្វើបានការលើកទឹកចិត្តនេះវាជាចំណុចនិងតាក់ទិចមួយដែលជំរុញឲ្យយើងចេះតែមានកម្លាំងចិត្តទៅមុខចឹងបើយើងធ្វើឲ្យយើងអត់មានការពេញចិត្តផងអ្នកទាំងអស់គ្នានឹងធុញនៅកិច្ចការងារដែលខ្លួនឯងកំពុងធ្វើហ្នឹងជារួមមកការងារយើងត្រូវចេះផ្ដើមពីតូចយើងមិនត្រូវធ្វើវាឲ្យលើសពីសមត្ថភាពរបស់យើងពេលវេលារបស់យើងហើយយើងត្រូវបង្កើននៅការអត់ធ្មត់ការគោរពដំណើរការគោរពមូលដ្ឋានគ្រឹះនៃការធ្វើនឹងហើយនឹងការគ្រប់គ្រងភ័យខ្លាចបង្កើតទម្លាប់ល្អរៀនសូត្រពីកំហុសគ្រប់គ្រងថាមពលនិងការលើកទឹកចិត្តខ្លួនឯងចឹងទាំងអស់នឹងវាត្រូវការពេលវេលាបណ្ដុះពេលវេលាលុតដំទៅបានភាពជោគជ័យនឹងចេះតែបន្តការរីកលូតលាស់និងផ្ដល់ផ្លែផ្កានាពេលអនាគតចឹងយើងសង្ឃឹមថាអ្នកទាំងអស់គ្នាចាប់ផ្ដើមការងារគឺរៀនធ្វើវាពីទូចព្រោះវាអាចនឹងបង្រៀនយើងឲ្យយើងក្លាយទៅជាមនុស្សដែលអាចធ្វើការងារធំបាន